យើងមករៀនផាត់ពណ៌ជាមួយនឹងក្រូប្រឆិតម្ដងខ្ញុំធ្វើនេះខ្ញុំអត់ទាន់បានកែអត់ទាន់ដឹងមកចេះតែធ្វើទុកដាក់មេរៀនអត់ទាន់នេះណាអត់ទាន់ដឹងថាមកចេះយើងមកធ្វើនឹងម្ដងណាអញ្ចឹងមុនដំបូងគឺយើងលាបជាមួយនឹងខ្ចក់ថ្លាបែបនេះក៏ខ្ញុំក៏លាបជាមួយនឹង background ពណ៌សអញ្ចឹងចាំពេលខ្ញុំលាបហើយចាំត្រឡប់មកវិញអញ្ចឹងខ្ញុំគូសជាមួយនឹងកាឡាប្រឆិតចាប់ផ្ដើមជាមួយនឹងការទាញអញ្ចឹងបើសិនជា focus មើលអត់ឃើញអីបងប្អូនកុំប្រកាន់ចឹងកាឡាប្រឆិតគឺយើងគូសប្រឆិតស្អិតជក់អូនចាំតិចសិនវារៀងស្អិតជក់នេះទឹកថ្នាំនៅខាងមុខចឹងខ្ញុំចាប់ផ្ដើមជ្រលក់ជក់គេឲ្យស្មើចឹងនេះរៀងក្រាបវាឆូតយកទឹកថ្នាំនេះឆូតវាគួរឲ្យផុតចឹងមកហើយយើងបែងកាឡាមកបន្ថែមទៀតមកជាខ្ញុំយកតូចវាអត់ទឹកថ្នាំនៅលើជក់យើងទៅបន្ថែមយើងឆូតមកយើងវាតិចទុកទៅយកជាការចាហើយទឹកថ្នាំគូសម្ដងយកម្ដងមកជាហ៊ានទៀតបាញ់កន្លែប៉ិនគ្នាយើងបាំងដៃតិចណាតែខ្ញុំបដូរចេះវិញកុំបាំងដៃមិនបើធ្វើលើដៃភ្ញៀវយើងអំបិលភ្ញៀវចឹងអត់កើតទេចឹងហ៊ានញីកញ្ចក់បន្តិចមកដើម្បីទាញជក់នេះទាញទឹកថ្នាំនេះផុតកញ្ចក់អត់ស្អាតខ្ញុំលុបចេញចូលទឹកថ្នាំមកម្ដងទៀតអូខេ
យើងចាប់ផ្ដើមកន្លាមកខាងនេះទៀតណាគូដូចគ្នាចាញ់តែខ្ញុំបង្ហាញមួយសិនហើយខ្ញុំសុំបិទតែកុំឲ្យវីដេអូហ្នឹងវារៀងវែងពេកខ្ញុំចាប់នេះចុះយកទឹកថ្នាំហើយយើងឆូតជក់មកទៀតនេះខ្ញុំបែងកន្លែងនេះណាឲ្យស្មើនឹងកន្លែងនេះណាចឹងខ្ញុំគូហើយខ្ញុំត្រឡប់មកវិញអាកន្លែងនេះនៅសល់កែបន្តិចនេះក៏គូដែរណាអាកែបន្តិចហ្នឹងក៏គូដែរខ្ញុំបង្ហាញឡើងហ្នឹងនេះទេខ្ញុំមិនអ្នកជំនាញទេខ្ញុំទៅរៀនដែរទេតែខ្ញុំចង់ធ្វើវីដេអូទុកមើលចឹងណាខ្ញុំបន្ថែមឡើងនេះតិចចឹងខាងនេះគូចឹងដូចគ្នាចឹងក្រោរបស់ខ្ញុំគឺគូហើយឯងដោយសារខាងនេះវាប៉ុណ្ណាចឹងខ្ញុំអត់គូកន្លែងនេះតិចទៀតទេនិយាយថាពេលដែលយើងគូនឹងយើងបែងមើលបើវាធំជាងឬក៏វានៅសល់ស្មើក៏យើងអត់គូបន្ថែមទៀតទេអញ្ចឹងក្រោរបស់ខ្ញុំក្រោប្រឆិតនេះគឺខ្ញុំគូរួចហើយចឹងខ្ញុំបដូរជក់មកផាត់ម្ដងអញ្ចឹងការផាត់របស់យើងគឺផាត់បែបនេះចឹងខ្ញុំធ្វើឲ្យ1ឬក៏2ក្រោណាឲ្យបងអូនមើលអញ្ចឹងខ្ញុំចាប់យកចំណុចកណ្ដាលមុនចុះខ្ញុំយកកណ្ដាលនេះមុនចាខ្ញុំចាប់នេះទឹកថ្នាំចាប់យកទឹកថ្នាំហើយខ្ញុំយកមកទាញគូអូតាមបដោយកនោះកលារបស់យើងដែលយើងគង់ទាញស្របអញ្ចឹងបញ្ហាខ្ញុំចាប់ទី2ទឹកថ្នាំចាប់ចឹងហើយបៀយកទឹកថ្នាំឲ្យវាដក់នឹងចុងជក់ឲ្យយកមកបតក់នឹងកដាលគំនូសឲ្យយើងទាញតិចមកទាញតាមទម្រង់បន្ទាត់ដែលយើងគូឈរផ្ដេកអញ្ចឹងទៅទាញមួយទៀត
វល់កុំឲ្យបាំងអញ្ចឹងណាបើយើងធ្វើលើដៃភ្នែករបៀបគូសយើងអត់អាចវល់ដូចយើងវល់នៅលើជើងត្រោនេះចឹងយើងត្រូវផ្អៀងជក់ផ្អៀងទៅឆ្វេងទៅស្ដាំម្រាមដៃភ្នែកចឹងណាកុំឃើញថាគូក្រោផាត់អញ្ចឹងគ្មានអីបបាក់ចាខ្ញុំធ្វើអត់ត្រូវទេធ្វើអត់ត្រូវអត់ឡើងមេរៀនទៅមុខរួចទេទម្លាប់ធ្វើឲ្យស្អាតអញ្ចឹងគឺបែបនេះនៅគៀនបន្តិចហើយយើងគួរឲ្យស្អាតមកអញ្ចឹងវាមានតែប៉ុណ្្នឹងឯវីដេអូចាំពេលដែលហើយខ្ញុំបង្ហាញទៀតបន្តទៀតណាគេឡើយខ្ញុំផាត់រួចហើយខ្ញុំផាត់ហើយចឹងខ្ញុំចាប់ផ្ដើមអាំងរៀងយូរតិចទៅ2នាទីទៅណាព្រោះយើងផាត់ចឹងទឹកថ្នាំវាក្រាស់ចឹងវាអាចរួញអាចអត់ស្ងួតខូចចឹងណាខំធ្វើសង្អីប៉ះបខូចស្ដាយងន់ជួយដាក់បន្ទុកមើលផងណាថាខ្ញុំគូប៉ានីផាត់ពណ៌ប៉ានីបានបន្ទុកប៉ុន្មាននិយាយទៅខ្ញុំតនេខ្ញុំរៀនបន្ថែមជាមួយនឹងជំនាញនេះព្រោះខ្ញុំស្រឡាញ់យូរហើយចឹងណាតែខ្ញុំ5ឆ្នាំមុនក៏ខ្ញុំរៀនម្ដងហើយប៉ុន្តែនេះគ្រាន់តែជាជំនាញបន្ថែមទៀតទេចឹងខ្ញុំអាំង7ចឹងខ្ញុំកវីវាតិចទៅឲ្យវាសប់ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបន្ទាប់ពីខ្ញុំអាំងរួចហើយគឺខ្ញុំលាបជាមួយនឹងទឹកគីឡូបញ្ចប់ការងារហើយយើងអាំងហើយក៏ចប់ហើយដូចបញ្ជាក់អញ្ចឹងនេះគឺជាការធ្វើវីដេអូចែករំលែកមិនមែនខ្ញុំជា professional ទេអញ្ចឹងសូមលោកគ្រូអ្នកគ្រូដែលគាត់បានអូឃើញវីដេអូនេះកុំប្រកែកប្រកាន់ជាមួយខ្ញុំអីណាព្រោះខ្ញុំជាសិស្សដែរទេហើយក៏អរគុណសម្រាប់អ្នកដែលគាត់បានចូលមើលវីដេអូក៏ដូចជា like លើវីដេអូណាចឹងខ្ញុំលាបជាមួយនឹងទឹកគីឡូរបស់យើងណាលាបឲ្យសព្វហើយយើងអាំងបញ្ចប់ការងារ1នាទីទៅឲ្យវាស្ងួត7ឲ្យសព្វចឹងការងាររបស់ខ្ញុំថ្ងៃនេះមេរៀននេះក៏ចប់ហើយអានេះគេហៅកាឡាបច្ឆិតនេះក្រោបច្ឆិតផាត់ពណ៌ហើយខ្ញុំអាំង1នាទីណាចឹងហើយមើលយើងយូរបន្តិចដើម្បីឲ្យវាស្ងួតល្អកុំឲ្យខូចព្រោះមេរៀនទាំងអស់នេះក៏ខ្ញុំចងក្រងចេញទុកចេញជាសភៅចឹងនេះកញ្ញាអាឡងស្អាតចឹងអរគុណច្រើនចាប់ហើយតែប៉ុណ្ណឹង